ដោយសារតែឈុតលេខៀវធ្វើឲ្យខ្ញុំជួបហេតុការណ៍នឹកស្មានមិនដល់ពេលតែញ៉ាំការនៅព្រៃវែងបងប្អូននឹកស្មានមិនដល់គួរឲ្យខ្លាចហេតុវាបែបនេះបងប្អូនខ្ញុំចេញដំណើរពីភ្នំពេញទៅញ៉ាំការគេនៅព្រៃវែងបងប្អូនឥឡូវយើងចាប់ផ្ដើមជិះទៅតាមផ្លូវបងប្អូនហើយផ្លូវនេះចាប់ផ្ដើមឡើងទៅដល់ពានអ្នកលឿងបងប្អូនពេលយើងឡើងដល់ពានអ្នកលឿងបងប្អូនហើយនិយាយរួមទៅពិតជាស្អាតមែនតើព្រាមអ្នកលឿងហ្នឹងយើងចាប់ផ្ដើមជិះឡើងទៅបងប្អូនហើយនិយាយរួមទៅទេសភាពនៅលើពានអ្នកលឿងពិតជាស្រស់ស្អាតមែនតើបងប្អូនហើយឥឡូវយើងចាប់ផ្ដើមដល់កណ្ដាលហើយបងប្អូនហើយមិនតែមិនបានថតរូបថតអីទេដោយសារតែយើងមានបញ្ហាកង់3នេះបងប្អូនកង់3ខ្ញុំវាត្រូវដេកូបងប្អូនហើយចាក់ចូលជ្រៅហើយយើងជិះតាមផ្លូវទៅវាបែកតែម្ដងចាប់ប្រយ៉ែងផងไปជិះនៅព្រានអ្នកលឿងគឺតគ្នាថានៅព្រានអ្នកលឿងហ្នឹងគេរីដេកូអីចឹងចាប់ប្រយ៉ែងផងไปជិះទៅព្រានអ្នកលឿងបន្ទាប់មកតាមផ្លូវតែភាពស្អាតមែនតើហើយបន្ទាប់មកយើងចាប់ផ្ដើមសម្ដែងរឿងអូនឥឡូវបងអោយណៃលេខៀវមួយឈុតយកលាបដើម្បីសអញ្ចឹងណាបងខ្ញុំពងអស់លេលៀបហ្មងតែនឹងល្អខ្លាំងណាស់បងហើយឥឡូវខ្ញុំពងអស់លេលៀបត្រូវប៉ាន់ប្រហើយចង់ស្មៅណៃឡើងស្អាតហ្មងហើយលេហ្នឹងប្រពន្ធអញទៅណាយូរមែនបេចាំយូរនោះយូរបងខ្ញុំមានរឿងចង់ប្រាប់មួយម៉េចមានរឿងអីនៅចង់បានប្តីមួយទៀតមិនទេទុយមិនត្រូវចង់បានប្តីមួយទៀតណាព្រោះឥឡូវមានអារម្មណ៍ថាលាបលេទៅស្អាតស្បែករបស់យើងកាន់តែស្អាតទៅមានអារម្មណ៍ថាចង់បានប្តីមួយទៀតចឹងណាហើយលេនឹងបានហាក់ញ៉ាំតែសារលេខៀវហ្នឹងបាននិយាយប៉ែនឹងចង់លេងអញចោលអូយស្បែកខ្លួនឯងមានអារម្មណ៍ថាលាបលេយូរទៅកាន់តែស្អាតទៅមិនទេនេះលេខៀវអីចង់បានអីឥឡូវប្តីទិញឲ្យមួយឈុតតែខ្ញុំសុំអនឡាញរឿងមួយរឿងអីគេចង់បានប្រពន្ធមួយទៀតបានអត់យេចង់បានប្រពន្ធអីដែរដាក់ចាស់នេះតពីយើងថតរឿងឲ្យបងប្អូនឥឡូវចាប់តាមចូលកម្មវិធីបាគេណាយើងត្រូវញ៉ាំអីអញ្ចឹងណាបងប្អូនដែលលឺអត់ការនៅព្រៃវែងមានម្ហូបតែ2មុខទេបងប្អូននិយាយរួមទៅមានសាច់អាំងអញ្ចឹងណាមានសាច់គោអាំងអញ្ចឹងហើយនៅត្រឡគេនេះត្រឡបញ្ជូរគេនេះបងប្អូនណាយកដែរត្រឡទេហើយបន្ទាប់ពីយើងញ៉ាំអីរួចយើងចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញហើយព្រោះតែរៀងយប់ដែរបងប្អូនណានិយាយទៅភូមិគេដាច់ស្រយាលតែម្ដងមានផ្ទះមួយឥឡូវពេលយើងចិត្តទៅផ្ទះយើងត្រូវថតរូបជាមួយកូនកន្លះកូនកំងទៅណាដើម្បីយើងទៅផ្ទះវិញអញ្ចឹងឥឡូវយើងចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញហើយនិយាយរួមទៅលក្ខណៈថាភូមិគេមានមនុស្សអ៊ូអឥឡូវយើងចាប់ផ្ដើមចេញទៅតាមផ្លូវបងប្អូនណាទៅតែភាពពេលល្ងាចថ្ងៃលិចអីយយមែនស្អាតមែនតែនបងប្អូនណារួមទៅមកការគេនេះ3នាក់មិត្តភ័ក្ដិអញ្ចឹងទីកង់3មួយអញ្ចឹងអូនឃើញអទេសភាពនិយាយមែនពេលរៀបថ្ងៃរៀបលិចអូយពិតជាស្រស់ស្អាតមែនតែនណាបងប្អូនភូមិរបស់គេនេះនិយាយមែនខ្ញុំមិនដែលបានជួបប្រទះនឹងខេត្តការបែបនេះទេបងប្អូនដែលគាត់ក្បាច់ខ្មៅគាត់ចង់រកលេដែលលាបទៅសនេះបងប្អូនអាចសាកល្បងជាមួយនឹងឈុតលេខៀវបានធានាថាសហ្មងមាន4មុខនេះបងប្អូនអាចសមានស្ប៉ាសេរ៉ូមលេខៀវហើយនិងគ្រីមខៀវបងប្អូនទទួលបានស្បែកសតែម្ដងនិយាយរួមទៅតម្លៃធូរថ្លៃណាបងប្អូនអញ្ចឹងបងប្អូនដែលគាត់មានស្បែកខ្មៅចង់សលក្ខណៈថាចាយលុយម្ដងបងប្អូនឲ្យត្រូវគោលដៅបងប្អូនអាចឆាកជាមួយនឹងឈុតលេខៀវបានធានាថាសហ្មងដៃខ្ញុំដែលអត់ទាន់ប្រើឈុតលេខៀវសំខាន់ខ្មៅហើយក្រាស់ទៀតបងប្អូនហើយនិយាយមែនដល់ពេលខ្ញុំប្រើដៃខ្ញុំដៃលេខៀវអស់សាច់ខ្មៅហើយក្រាស់ទៀតបងប្អូនសំខាន់ណាស់